Ồ, bị xe khăn mình tới phục mang phong nơi tin đi dương tôi thấy kiện lôi nô tê ban thấy mang cả lô cái đó kẹo dương giờ tiệm mong phần tay bà sân thì dương mau tin niệm mình tôi trong chu cái kiện lôi để lại buôn mơn rìa cái time chun chỉ mùi nâng nôi đầm bay tôi thấy nè cái thay tê hay ở vậy đã bị xe chiêng đi tiền nú cứ miên tặng tục chỉ lên miên con chỉ cầm san miên rong đầm nam miên cả lại không lên miên xuân tức xuân sát tiệt đại nơi tì tăng ní miên mùa thá Romani than na tỏไอ้เลินนอมบองปอนแต่ตัวสนาติดพิบขังขนมแต่งออกเนี่ยในตีนี้ทอมตุลีงีสวยจอดยินยนเหม็นเต้นชีพิเศษในจีกรองเตียนจังยังจะบัดเกยไอ้แต่วิ่งแต่เมาเวลงิดในขนมกรองยังนั่งหอยในขังสดามใดยังในวิ่งก็มีสระมวยได้ปันท้ายบองปอนคนจุดล้อมอ่ะเหม็นจีกระไรสตูดไตรเต้บ่จองเดินการดิฉบ้าหม้อแต่เมื่อเกี่ยมือจังสมัยในสระโตขังในวิ่งคือกวดมีนรีบจอมโดยระบายกำซานมวยกระชีการฮัดสกายซัมเตียจังเคยทำมีนต่างสายปูมีนต่างสเปียนโยมินเตียงจะด่าแต่ยังด่าถือตองสายติดจังแบบยังด่าอดประหยัดได้อัดแหละตึกบานเหมือนใต้ตึกนี้เบอร์ตามยังสู้ก็ท่าเอาเสื้อเฉิงมันได้ทั้งพายทำmột mét hai một mét chết ấy nè vì mỗi mà thầm phê nhóm á ở đòn lịch nhóm mày với nhau một mét bảy rồi ហើយបច្ចេកជួនបងប្អូនផងដែរសម្រាប់ការលេងកំសាន្តនៅទីនេះបងប្អូនកុំបារម្ភខ្លាចទឹកជ្រៅឬក៏ទឹករះអីគឺគេមានអាវពោយើងពាក់ទៀតហើយអ្វីដែលកាន់តែសំខាន់ហ្នឹងគឺការលេងល្បែងកំសាន្តនៅទីនេះអត់មានគិតលុយគិតប្រាក់អីទាំងអស់ហ្មងហើយមួយវិញទៀតបើសិនជាបងប្អូនគិតថាខ្ជិលលេងក៏បងប្អូនអាចអង្គុយញ៉ាំអីនេះនៅខាងលើផ្លូវដែលខ្ញុំពងដើរហ្នឹងក៏មានកញ្ចក់អង្គុយញ៉ាំអីដែរចឹងសម្រាប់ការជិះកង់នៅទីនេះគឺគេគិត2ម៉ោង20000រៀលគេជួម្ដង1ម៉ោងជួម្ដង2ម៉ោងហ្មងដោយសារបងប្អូនចូលចិត្តមកកំសាន្តទីនេះមានផ្ទៃដីធំដែរអញ្ចឹងគាត់ជួម្ដង2ម៉ោងមកងាយស្រួលក្នុងការជិះកំសាន្តដើរលេងហើយកង់នេះចំណេញណាបងប្អូនយើងជួយយើងជិះបានដល់3នាក់ហើយយើងជួយធាក់គ្នាទៀតដោយសារកង់2ជាប់គ្នាហើយកណ្ដាលនេះយើងអាចឲ្យក្មេងៗកុមារីឬក៏កូនតូចៗយើងហ្នឹងជិះកន្លែងនេះបានអូសប្បាយខ្លាំងមែនទែនមិនមែនមានតែកង់នឹងមួយណាមានប្រភេទកង់អង្គុយទៀតនៅខាងនោះនៅរមណីយដ្ឋានណានេះនៅខាងក្រោយមានទាំងហាងកាហ្វេមានទាំងម៉ាតហើយដល់ពេលកញ្ចុះវិញឈ្មោះព្រោះហ្នឹងមានចំបៃហើយខាងនោះមានចំប៉ាមានផ្កាម្លិះព្រោះមួយយ៉ាងដែរតាហើយផ្នែកខាងនេះវិញបងប្អូនអាចច្រឡំបានថាស្មាននៅមណ្ឌលគិរីឬក៏នៅតំបន់ព្រៃភ្នំគិរីរំអញ្ចឹងណាដោយសារតែមើលទៅដូចតង់ធំដែលគេបោះតង់នៅតាមបណ្ដាខេត្តដែលនៅឯជីភ្នំឬក៏តំបន់ភូមិភាគឦសានតែពិតមែនទេនេះគឺជាតង់មួយដែលយើងអាចអង្គុយញ៉ាំអាហារពេលល្ងាចឬក៏ពេលថ្ងៃជុំគ្នាបានជាពិសេសបើតាមខ្ញុំដឹងសម្រាប់រមណីយដ្ឋានណាតិចទៀតគាត់នឹងអាចឲ្យយើងបោះតង់គេងបានដូចគ្នាអញ្ចឹងគាត់ថាកម្រងទៅខាងមុខទៀតណាតែអត់ទាន់ច្បាស់ថាពេលណាដែរទេហើយបងប្អូនអាចទស្សនាបានបាទគឺថាមានតង់រៀបចំស្អាតខ្លាំងមែនទែនហើយក្រៅពីតង់លក្ខណៈធំទាំង7ហ្នឹងនៅផ្នែកខាងនេះក៏គាត់មានកញ្ចុះនៅលើទឹកដែរអញ្ចឹងសម្រាប់កញ្ចុះដែលមាននៅលើបឹងនេះទាំងអស់ចំនួន6ហើយអ្វីដែលកាន់ពិសេសសម្រាប់បឹងមួយនេះគឺមានពូជត្រីច្រើនខ្លាំងមែនទែនដោយសារតែម្ចាស់ទីតាំងគាត់បានដាក់ពូជត្រីល្អចូលរួមជាមួយនឹងត្រីធម្មជាតិដែលមានស្រាប់នៅក្នុងនេះងាយស្រួលពុកម៉ែបងប្អូនទៅកំសាន្តក្នុងការស្ទូចលេងតែម្ដងហើយសម្រាប់តម្លៃក្នុងការជិះទាទឹកឬហៅថាកងានទឹកឬជិះទូកនោះក៏ដោយក៏តម្លៃ20000រៀលដែរតែការជិះនោះរយៈពេល2ម៉ោងនៅទីនេះមានជួលរយៈពេល1ម៉ោងទេគឺគេជួលគិតពី2ម៉ោងឡើងទៅតែម្ដងលើសពីអ្វីដែលខ្ញុំបានជម្រាបជូនពុកម៉ែបងប្អូននៅទីនេះក៏មានកញ្ចុះធំដែលអាចផ្ទុកភ្ញៀវបានរហូតដល់ទៅ150នាក់ទៅ180នាក់ងាយស្រួលក្នុងការប្រារព្ធកម្មវិធីផ្សេងដូច្នេះដើម្បីឲ្យបងប្អូនងាយស្រួលរកទីតាំងនេះគ្រាន់តែចូលទៅក្នុង Google Map ដាក់ថា Nana Restaurant and Resort នឹងឃើញភ្លាមតែម្ដងសម្រាប់វីដេអូនេះផងដែរខ្ញុំគ្រាន់តែចង់បង្ហាញបងប្អូននៅទិសដៅដំណើរកម្សាន្តថ្មីមួយនៅក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះអរគុណច្រើនជម្រាបលាបាយ